មេតបទាំង3ក៏ព្រមឲ្យត្រសក់ស្រូវរមៀលខ្លួនទៅតាមក្បួនផុតពីវាលក៏ដល់ព្រៃមួយដែលមានរុក្ខជាតិក្រៀមរញងស្លាប់ចិត្តអស់កងទ័ពបានទៅដល់ឃើញវល្លិផ្ដៅធំពីរដើមនៅជិតគល់ឈើងាប់មួយដើមផ្ដៅក៏សួរថានៅភឿនតាណានឹងសន្ធឹកម្លេះភឿនមិនអាណិតមិត្តរុក្ខជាតិគ្នាយើងទេឬឃើញទេដេកស្លាប់ដោយដៃតាព្រំអស់ហើយឲ្យយើងទៅច្បាំងផងយើងនៅយ៉ាងនេះក៏វេទនាណាស់យើងស៊ូស្លាប់នៅក្នុងសង្គ្រាមដើម្បីដណ្ដើមយកជ័យមកផ្ដល់ជីវិតសត្វលោកវិញទ័ពទាំងអស់ក៏យល់ព្រមឲ្យផ្ដៅទៅតាមផងដែរក្រោយមកទ័ពទាំងអស់ក៏បានទៅដល់ឋានតាព្រំហើយគិនគក់ក៏បានបញ្ជាក់ឲ្យឃ្មុំប្រុងវាសម្រុកនៅទ្វារខាងមុខនិងទ្វារខាងក្រោយត្រីអណ្ដែងត្រីក្រាញ់ដែលប្រឡាក់ខ្លួនទៅដោយក្បុងនិងផេះឲ្យចូលទៅក្នុងពាងនិងផាងទឹកនៅមាត់ទ្វារប្រាសាទចំណែកត្រសក់ស្រូវឲ្យប្រមៀលទៅទៀបទៅនឹងជើងក្រាបរបស់អាសនៈតាព្រំគង់ចំណែកស្ដៅទៅឈរពីក្រោយសសរប្រាសាទដែលតាព្រំអង្គុយឯក្រុមគិនគក់ហ៊ីងកង្កែបជាទ័ពស្រួចជាអ្នកចូលលុកលុះចាត់ចែងស្រេចហើយទ័ពបណ្ឌុកសត្វក៏ចូលតម្រង់ទៅអាសនៈតាព្រំអាស្រ័យនៅដោយហូរសន្ធាប់យ៉ាងខ្លាំងធ្វើឲ្យរេពលអស់ទាំងទេវតាមេណាំងមេនាងចៅចិត្តចៅចោមមុំខុនណាងជំទាវរត់ចេញពីប្រាសាទយ៉ាងស្លន់ស្លោត្រូវទឹកផេះទឹកក្បុងដែលត្រីអណ្ដែងត្រីក្រាញ់បាចមកលើភ្នែកផ្សារស្រវាំងរកទិសតំបន់ពុំឃើញថែមទាំងត្រូវពួកឃ្មុំអមាលតិចចុកឈើរមូលស្រែករំពងតាព្រំរកច្រកចេញពុំទាន់តាព្រំក៏ស្រែកសួរថា